អាមេរិកគឺជាប្រទេសមួយដែលចូលចិត្តឡានបែបធំៗអញ្ចឹងហើយបានជាពួកអាកាំងនឹងចូលចិត្តឡានមានធំៗដូចជា RAM 1500តែក្នុងចំណោមឡាន pick up សាច់ដុំផ្សេងទៀត RAM 1500វារៀងសាច់កម្មជាងគេបន្តិចដោយសារតែភាពធន់របស់វាដែលធ្វើឲ្យម្ចាស់ឡានភាគច្រើនគឺបានចិត្តបានដៃប្រើឡានបែបលុតដំអូសដោងធ្ងន់ជីប្រហោះលេងដូចម៉ូតូឯក៏មានដែរទៅតែមកដល់ស្រុកខ្មែរយើងទេដែលឡានសាច់ដុំដូចជា RAM ហ្នឹងបានស្គាល់រសជាតិម្ចាស់ថ្នាក់ថ្នមខុសពីនៅអាមេរិកឡាន pick up truck ខ្នាតធំសញ្ជាតិអាមេរិកកម្ពស់ជិត2ម៉ែត្រនេះគិតមកដល់ស៊េរី2026នេះក៏វាមានអាយុ45ឆ្នាំទៅហើយប្រភពដើមរបស់ RAM 1500ត្រូវបានចាប់កំណើតនៅក្នុងឆ្នាំ1981 model original ដំបូងហ្នឹងគេហៅថា Dodge Ram 150ចំនួនទី1ដែលគេចេញនៅអាមេរិកកាលពីឆ្នាំ1981ហ្នឹងវាគ្រាន់តែជាឡាន pick up រៀងស្គមដូច admin អញ្ចឹងណាគេប្រើវាសម្រាប់យកទៅដឹកចម្បាំងអីតែប៉ុណ្ណោះក៏ប៉ុន្តែសម័យជំនាន់ទី2ដែលចេញក្នុងឆ្នាំ1994ត្រូវបានគេតម្លើងមានឲ្យធំបន្តិចលើកម្ពស់បន្តិចដែលធ្វើឲ្យវាចាប់ផ្ដើមវិវត្តខ្លួនទៅជាឡាន pick up truck បែបសាច់ដុំដែលធ្វើឲ្យអ្នកប្រើឡាន pick up នៅអាមេរិកគឺចាប់ផ្ដើមចាប់អារម្មណ៍ RAM ខ្លាំងមែនទែននៅជំនាន់ទី2នេះហើយជំនាន់ទី3ទៅចេញនៅឆ្នាំ2002រក្សារូបរាងដូចជំនាន់ទី2ដែរក៏ប៉ុន្តែកែមុខមាត់ថ្មីចំណែកឯជំនាន់ទី4ចេញឆ្នាំ2009គឺជាជំនាន់ Prime Era របស់ RAM ដែលបានផ្លាស់ប្ដូរ concept ទាំងស្រុងនិងចេញបានតែមួយឆ្នាំគត់នៅឆ្នាំ2010គឺបានឈ្នះពាន Truck of the Year ពី Motor Trend ជំនាន់ទី4នេះគឺជាជំនាន់ដែល RAM បានដំឡើងសាច់ដុំចាស់ដៃផងដែរជាមួយនឹងម៉ាស៊ីន Top Performance Hemi 5.7 លីត្រ V8 ចំណែកជំនាន់ទី5វាចេញនៅក្នុងឆ្នាំ2019ហើយជាលើកដំបូងហើយដែល RAM បានចេញប្រភេទម៉ាស៊ីន Mazut រៀងតូចដែរទេ 3.0 លីត្រ V6 Eco Diesel តែជំនាន់ទី5ហ្នឹងក៏គេបានតម្លើងម៉ាស៊ីន Top Performance ជាម៉ាស៊ីន Supercharge 6.2 លីត្រ Hemi V8 នៅក្នុងជំនាន់ទី5នេះយើងឃើញថា RAM 1500គឺចេញ model ច្រើនខ្លាំងមែនតើដែលនៅស្រុកខ្មែរយើងហ្នឹងគឺស្គាល់អត់ទេក៏ប៉ុន្តែមានពី3 model ដែលពេញនិយមនៅកម្ពុជាគឺ RAM 1500 Rebel TRX និង RHO ចំពោះ RAM 1500 RHO ស៊េរី2026ដែលជាស៊េរីចុងក្រោយបំផុតក្នុងជំនាន់ទី5នេះលេចលឺថាក៏ត្រៀមចូលទីផ្សារកម្ពុជាយើងឆាប់ៗនេះដែរដែលនាំចូលដោយ OMA Cambodia និងដាក់លក់ជាផ្លូវការនៅក្រោម RAM Cambodia ធៀបជាមួយនឹង model ផ្សេងទៀតចំណុចពិសេសរបស់ RAM 1500 RHO 2026នេះគឺម៉ាស៊ីន Huracan High Output 3.0 Inline 6តម្រៀបជាជួរដែលប្រើកម្លាំងបានដល់ទៅ540 HP ឯណោះចំណែកឯកម្លាំងរមុះវិញគឺដល់ទៅ706 Nm ដែលធ្វើឲ្យ RAM RHO នេះមានសន្ទុះខ្លាំងដឹកធ្ងន់ក៏បានចង់អស់ទូកបែបយ៉ាចធំក៏បានចូលផ្លូវរោករ៉ាលំដាប់ Pro Mix ក៏អត់ជាបញ្ហាអីដែរអញ្ចឹងអានេះគឺជាចំណុចពិសេសខ្លះៗរបស់ RAM 1500 RHO 2026ក្រៅតែពីម៉ាស៊ីន540ជាមួយនឹងមានសាច់ដុំរបស់វា RAM RHO វាលើកកម្ពស់ខ្ពស់ស្លាប់ពីដីជាមួយនឹងកង់ Off-road ធំដល់ទៅ35 អ៊ីងជាមួយនឹងជើងក្រោមដែលធន់ហើយប្រើជាមួយនឹងបច្ចេកវិទ្យាបូមទំនើបកប់ហ្មង Built-in Black Hawk E2 Shock Adaptive Suspension ដែលមានសមត្ថភាពអាចបត់បែនកម្រិតតឹងធូររបស់បូមតាមស្ថានភាពផ្លូវនិងលើកកម្ពស់ឡើងចុះបានភ្លាមៗហើយបើសិនយើងចូលទៅមើលខាងក្នុងវិញអានឹងមិនយើងដឹងថាកាយដេកគឺសមជាមួយនឹងមាត្ររបស់វាតែម្ដងមិនត្រឹមតែប្រើកៅអីធំកន្លែងដាក់ដៃដែលធំជាងឡានធម្មតាដល់ទៅ3ដងទេសូម្បីតែអេក្រង់ហ្នឹងក៏ធំដែរដល់ទៅ 14.5 អ៊ីងឯណោះជាពិសេសអេក្រង់នេះគឺយើងអាចបំបែកចេញជា2បានទេដើម្បីប្រើ F2 នៅក្នុងពេលតែមួយហើយបើសិនជា admin មើលអត់ខុសទេគឺវាមានអេក្រង់ 10.25 អ៊ីងមួយទៀតនៅខាងស្ដាំសម្រាប់អ្នកដំណើរមើលកំ pl ែងពាក់មីកំសាន្តអារម្មណ៍ពេលនៅតាមផ្លូវហើយងាកទៅមើលសមត្ថភាព off-road វិញសង្ស័យតែបងម្ចាស់ឡានប្រើអត់អស់ផងព្រោះថាវាមានមុខងារច្រើនខ្លាំងមែនតើរាប់ចាប់ពី driving mode រហូតដល់9មុខងារ launch control សម្រាប់អ្នកចូលចិត្តបែបហោះមុខងារគ្រប់គ្រងពងក្រោយបែប electronic e-locker ដែលចែកកម្លាំងរមួលកង់ក្រោយ 50/50 នៅពេលដែលជាប់ផងក៏ដូចជាផ្ទេរកម្លាំង 100% ទៅកាន់កង់មួយទៀតដោយស្វ័យប្រវត្តិនៅពេលដែលកង់ម្ខាងទៀតហៅផុតពីផ្លូវក៏បញ្ជាក់ថាមុខងារ e-locker នេះក៏មានតែលើ model មួយចំនួនរបស់ RAM 1500ទេដូចជា1500 RHO និង1500 Rebel ហើយចំពោះ RAM 1500 Rebel យើងឃើញថាមានចរាចរណ៍នៅផ្លូវប្រទេសកម្ពុជាយើងច្រើនដែរហើយចំណែកឯរថយន្តហ្នឹងក៏មានស្រាប់នៅក្នុង showroom របស់ RAM Cambodia ដែរក៏ប៉ុន្តែចំពោះ RAM 1500 RHO ស៊េរី2026ដែលត្រៀមមកដល់ប្រទេសកម្ពុជាឆាប់ៗនេះបងប្អូនគឺអាចចាប់ផ្ដើមកក់ឡានពីឥឡូវនេះបានជាមួយនឹងតម្លៃដែលពិសេសហើយពិសេសប៉ុណ្ណាខ្ញុំក៏ដឹងដែរអញ្ចឹងចំពោះតម្លៃពិសេសសម្រាប់អ្នកដែលកក់ RAM 1500 RHO នេះបងប្អូនអាចតាក់ទងសួរ RAM Cambodia បានតាមរយៈលេខទូរស័ព្ទនៅខាងលើអេក្រង់កុំភ្លេច follow subscribe ជួបគ្នានៅក្នុងវីដេអូក្រោយ